Su Okay again សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់លំហាត់ប្រឡងប្រជែង YMO នៅឆ្នាំ2025នៅថ្ងៃអាទិត្យសប្តាហ៍មុននេះយ៉ាងម៉េចយ៉ាងម៉ាហើយអ្នកទាំងអស់គ្នាចំពោះការប្រឡង YMO ចំពោះឆ្នាំនេះវិញ្ញាសាពិបាកឬស្រួលមានការតានតឹងឬក៏មានការងាយស្រួលផងដែរថ្ងៃនេះដែរខ្ញុំបានពំយកនៅលំហាត់មួយគឺលំហាត់ទី30នៃការប្រឡង YMO យកមកចែកជូនអ្នកទាំងអស់គ្នាតើគេរបៀបដោះស្រាយនៅលំហាត់នេះគេដោះបែបម៉េចអញ្ចឹងយើងមើលទៅមើលនៅចម្លើយទាំងអស់គ្នាតែម្ដងទៅគឺយើងឃើញថាយើងមានលក្ខណៈមួយគឺ1 + 2 + 3 បូករហូតដល់ n ស្មើជាមួយនឹង n កតា n + 1 នៅលើ2ហេតុអីបាននាំយកនៅរូបមួយនេះមកដោយសារតែមើលភាគបែងទៅខ្ញុំសម្លឹងឃើញតំណែងវាគឺស្រដៀងគ្នាអ្នកទាំងអស់គ្នាមើលទៅគឺ1 + 2អានេះ1 + 2 + 3 ដល់ n ចានេះ + 2ដូចគ្នាអញ្ចឹងតែគ្រាន់វានៅភាគបែងអញ្ចឹងដើម្បីអ្នកទាំងគ្នាបានវាឲ្យនៅភាគបែងដែរអ្នកគ្នាធ្វើដូចម្ដេចអ្នកគ្នាគ្រាន់តែដាក់វាជាភាគបែងហើយដាក់ភាគយក1មកគឺវាកើតជាភាគបែងដូចពាក្យយកខាងលើនេះបានហើយដល់ពេលអ្នកគ្នាសិក្សាអំពីតំណែងផលបូកអ្នកទាំងអស់គ្នានឹកដល់អីមុនគេគឺនឹកដល់ sigma នេះហ្នឹងហើយអញ្ចឹងផលបូកគឺមិនដែលផ្លេចទេនៅ sigma អញ្ចឹងយើងមានអីគេយើងមាន sigma នៃ n ស្មើ2រហូតដល់2025នេះ2025នៃ1នៅលើ n កតា n + 1នៅលើ2ហើយយើងធ្វើការចម្រាស់ប្រភេទទៅគឺយើងបាន sigma នៃ n ស្មើ2នៃ2025យើងបាន2នៅលើ n កតា n + 1អ្នកគ្នាចាប់អារម្មណ៍នៃនេះយើងអាចចាប់2ជាកតាបាននេះយើងអាចចាប់2ជាកតាហើយយើងនៅសល់1អានេះចាប់2ទៅសល់1អញ្ចឹង1នៅលើ n កតា n + 1នេះយើងអាចបំលែងទៅជាតំណែងផលដកបានគឺ sigma ផលបូកដើម្បីកណនា sigma បានគឺយើងត្រូវបំលែងទៅតំណែងផលបូកអីអញ្ចឹងគឺយើងបាន1នៅលើ n ដក1នៅលើ n + 1ហើយយើងដឹងហើយថា sigma គឺត្រូវធ្វើអីទៀតគឺយើងធ្វើការជួ n ស្មើ2ចូលទៅក្នុងតំណែងមួយនេះ n ស្មើ2 n ស្មើ3រហូតដល់ n ស្មើ2025គឺយើងជួទៅគឺយើងបានបែបនេះអូខេគឺយើងបានចំពោះគឺយើងបាន1 2កតា1នៅលើ2ដក1នៅលើ3បូក1នៅលើ3បូករហូតទៅដល់1នៅលើ2025ដក1នៅលើ2026អ្នកទាំងអស់គ្នាដល់ពេលបានបែបហ្នឹងហើយយើងគ្រាន់តែទូទាត់លេខមកដកបូកអស់រហូតទៅដល់2025គឺយើងសាល2សាល1លើ2និងសាលដក1នៅលើ2026ហើយយើងគ្រាន់តែធ្វើការកណនាលេខចុងក្រោយនេះមកយើងធ្វើការគុណ2ប្លង់ចូលគឺយើងទទួលបាននៃ1លើ2គុណ2គឺបាន1យើងសម្រួលទៅគឺបាន1 0 1 3 1013ហើយយើងធ្វើការតម្រូវភាគបាយមកគឺយើងទទួលបាន1012នៅលើ1013អញ្ចឹង1012លើ1013គឺជាចម្លើយដ៏ត្រឹមត្រូវរបស់យើងឥឡូវយើងក្រេកទៅមើលវិញថាវាគឺជាចម្លើយទីប៉ុន្មានអូខេនេះគឺចេញមកហើយគឺចម្លើយ B 1012លើ1013អញ្ចឹងចម្លើយ B គឺជាចម្លើយដ៏ត្រឹមត្រូវហើយចម្លើយ C មិនមែនជាចម្លើយត្រឹមត្រូវទេហើយលំហាត់ថ្ងៃហ្នឹងគឺនៅមានទៀតប៉ុន្តែនៅវីដេអូក្រោយលំហាត់មានច្រើនអញ្ចឹងអ្នកកុំភ្លេច subscribe follow page like because a lot of exercise is coming thank you so much